និទានគំនិតរឿងនាងក្អមនេកអាត់មានរឿងនិទានមួយបានដំណើរថាលោកសិទ្ធិហើមមានអ្នកបម្រើ2នាក់ស្រីម្នាក់និងប្រុសម្នាក់អ្នកបម្រើស្រីនោះឈ្មោះនាងអមឯអ្នកបម្រើប្រុសនោះវិញគឺឈ្មោះនេកអាត់ប៉ុន្តែលោកសិទ្ធិហើមមានបានហៅនាងអមនេកអាត់ឯណាគាត់លេងសុទ្ធតែនាងក្អមនេកអាត់តាំងពីដើមរហូតមកនេកអាត់មិនមែនជាបុរសសង្ហាអីទេប៉ុន្តែលោកសិទ្ធិស្រឡាញ់គេជាខ្លាំងជាងនាងអមទៅទៀតពីព្រោះគេជាមនុស្សសាច់ការជាងនាងអមនេកអាត់ជាមនុស្សម៉ត់ចត់ពូកែសង្កេតបើនិយាយឲ្យខ្លីទៅគឺបានន័យថាគេជាមនុស្សមានបញ្ញានិងឆ្លាតវាងវៃនោះឯងហើយដោយសារតែភាពឆ្លាតវាងវៃនោះឯងទើបលោកសិទ្ធិកាន់តែស្រឡាញ់និងចូលចិត្តគេជាខ្លាំងចំណែកឯនាងអមវិញគ្នាមិនសូវឆ្លាតដូចនេកអាត់ទេថ្ងៃមួយនាងអមអង្គុយច្រណែននឹងឆ្មាពីព្រោះលោកសិទ្ធិបានដាក់ឈ្មោះថានាងចរិយាដែលពីរោះជាងឈ្មោះរបស់ខ្លួនឯងទៅទៀតដោយសារតែក្តីល្ងងទើបធ្វើឲ្យលោកសិទ្ធិមិនសូវពេញចិត្តហើយតែងហៅប្រើមិនចេះឈប់ពេលខ្លះហត់ខ្លាំងពេកនាងក៏បែរជាយំខ្សឹបខ្សួលប្រៀបដូចជាតួឯកស្រីក្នុងវីដេអូដែលត្រូវគេធ្វើបាបដូច្នោះដែរអាជីពប្រចាំថ្ងៃរបស់នាងគឺមើលរឿងភាគពេលយប់ឯចំណង់ចំណូលចិត្តវិញគឺច្រៀងខារ៉ាអូខេហេតុនេះទើបបានជានាងអមមិនសូវឆ្លាតវៃបែបនេះថ្ងៃមួយក្អមបានទ្រាំមិនបានក៏អោបដៃអោបជើងលោកសិទ្ធិហើយត្អូញត្អែថាលោកចៅវាយហេតុអ្វីក៏ចិត្តអាក្រក់ដាក់អមម្លេះតើនាងខ្ញុំធ្វើអ្វីខុសខ្លាំងណាស់ទៅឬសិទ្ធិបញ្ចេញសំឡេងហ៊ឺហើយឆ្លើយតើក្អមឯងដែលធ្វើស្អីត្រូវខ្លះទេអមរកនឹកមួយស្របក់ធ្វើក្បាលងីងើនឹកមិនឃើញមិនដឹងថាខ្លួនធ្លាប់ធ្វើអ្វីដែលត្រូវខ្លះទេល្ងិតចំតួតែបែរជារកនឹកឃើញពាក្យផ្សេងលោកសេដ្ឋីស្រឡាញ់មនុស្សលំអៀងមិនយុត្តិធម៌អាក្មេងប្រុសនោះឲ្យគេធ្វើការស្រាលឯអមវិញឲ្យធ្វើការណាធ្ងន់លោកសេដ្ឋីនិយាយបែបថ្នមមនុស្សយើងវាខុសគ្នាណាខុសគ្នាត្រង់ណាទៅមនុស្សឆ្លាតត្រូវធ្វើការស្រាលមនុស្សគ្មានបញ្ញាត្រូវតែធ្វើការងារណាធ្ងន់អីជាងឯងខ្ជិលពងវៀងសេដ្ឋីក៏និយាយចំតែម្ដងនាងអមក៏មិនព្រមចោះចាញ់ដែរអ្នកណាថាអមមិនឆ្លាតចាអញ្ចឹងចុះទៅក្អមឯងចុះទៅមើលឆ្មាបន្តិចមើលវាកើតកូនពីម្សិលមិញនៅក្រោយផ្ទះតើវាកើតកូនបានប៉ុន្មានឆ្មាអីទៅលោកប្រុសអាស្អីដែលគេតែងហៅថាខេតនោះអីខេតនោះគឺជាសត្វឆ្មាអូ I see ខ្ញុំដឹងហើយថាហើយអមក៏ចុះទៅមើលនាងដើរក្រឡឹងវៀងចុះវៀងឡើងអស់មួយស្របក់ធំទើបឡើងមកលើផ្ទះវិញគ្រាន់តែទៅមើលឆ្មាប៉ុណ្ណឹងឲ្យអញចាំវា1 ម៉ោងជាងអញ្ចឹងពេលចុះទៅវាចេះតែឃើញនេះឃើញនោះចេះតែល្អមើលនាងខ្ញុំក៏ឆ្វែលមើលបន្តិចសិនទៅចានេះខុសមួយរឿងសម័យប៉ុលពតគេថាជិះជាន់កម្លាំងពលកម្មព្រោះឯងយកម៉ោងធ្វើការរដ្ឋទៅធ្វើការងារឯកជនសិទ្ធិសួរបន្តយ៉ាងម៉េចហើយរាប់ដឹងហើយឬនៅឆ្មាបានកូនប៉ុន្មានចាស់កូន4ក្អមឆ្លើយបែបហំឈ្មោលប៉ុន្មានមេប៉ុន្មានហេតុអីក៏មិនប្រាប់ឲ្យអស់ក្អមប្រកែកនឹងហើយចុះទៅមើលម្ដងទៀតអមក៏ចុះទៅមើលសារជាថ្មីដោយដំណើរធ្ងន់លើកនេះមិនយូរប៉ុន្មាននាងក៏ត្រឡប់មកវិញ
មាននារីពីរនាក់បុរសពីរនាក់សម្ដីកាលីបអស់ទាស់មានពណ៌អ្វីខ្លះទៅអេលោកហើមអីក៏សន្សំរឿងជាមួយនាងខ្ញុំម្លេះមិនក៏មិនប្រាប់ឲ្យអស់តែម្ដងមកខាតជើងគេអស់ទៅសិនទៅសិទ្ធិនិយាយដោយសម្ដីអត់ធ្មត់អមក៏ចុះទៅមើលសារជាថ្មីហើយក៏ឡើងមកប្រាប់មានពណ៌សពណ៌ខ្មៅពណ៌លឿងនិងពណ៌ខៀវចាយីមានឆ្មាពណ៌ខៀវដែរឥឡូវខ្ញុំអាចធ្វើការងារស្រាលបានហើយឬនៅសេដ្ឋីមិនឆ្លើយថាអ្វីគាត់ហៅនៃក្អាត់ឲ្យមកជួបហើយបង្គាប់ថាឯងចុះទៅមើលក្រោយផ្ទះមើលឆ្មាកើតកូនបានប៉ុន្មាននៃក្អាត់គ្មានសួរនាំថែមថយអ្វីទេគេចុះទៅមួយផ្លេតក៏ឡើងមកវិញឆ្មាកើតកូនបាន4ចាវាយល្អសេដ្ឋីងក់ក្បាលផ្ងក់ឈ្មោលប៉ុន្មានហើយមាននារីប៉ុន្មានឈ្មោល2នារី2បាតគេឆ្លើយភ្លាមមានពណ៌អ្វីខ្លះមានពណ៌សពណ៌ខ្មៅពណ៌លឿងនិងពណ៌ត្នោតបាទឯងច្បាស់ថាមានពណ៌ត្នោតមែនឬតិចលោពណ៌ខៀវទេដឹងប្រកាសឲ្យបាទមិនដែលមានឆ្មាឯណាពណ៌ខៀវទេសេដ្ឋីស៊ូបន្ថែមយើងមិនបានឲ្យឯងមើលមេមើលឈ្មោលមើលពណ៌អីផងហេតុអីបានជាឯងដឹងនេក្អាត់ក៏ឆ្លើយមនុស្សយើងបើនឹងធ្វើអ្វីត្រូវធ្វើឲ្យម៉ត់ចត់ឲ្យច្បាស់លាស់ពុំមែនធ្វើឲ្យតែរួចពីដៃឬឲ្យតែបាននោះឡើយអ្នកដែលធ្វើរបៀបនេះពុំអាចធ្វើឲ្យកិច្ចការធំបានសម្រេចទេម្ល៉េះហើយទើបគេធ្វើបានតែកិច្ចការណាដែលធ្ងន់ប៉ុណ្ណោះព្រោះគេមិនចង់ប្រើខួរក្បាលសេដ្ឋីងក់ក្បាលផ្ងក់ដូចបង្គាយហើយងាកមកសម្លឹងស្រីអមម្ចាស់ខ្លួនគ្មានមាត់មួយម៉ាត់បែបដឹងខ្លួននាងក៏ដើរសរសៀខ្ញុំសុំទៅធ្វើការងារខ្ញុំវិញហើយចាស់ពិភពលោកតែងចារឹកឈ្មោះបុគ្គលដែលព្យាយាមតស៊ូឡើងទៅដល់លើភ្នំអេវឺរ៉េសដែលជាភ្នំខ្ពស់ជាងគេបំផុតលើលោកតែគេមិនដែលកត់ត្រាពីមនុស្សដែលឡើងលើទួលក្បែរផ្ទះនោះឡើយភាពលំបាកនិងភាពងាយស្រួលបានបែងចែកគ្នាដាច់ស្រឡះរវាងជោគជ័យធំធេងនិងជោគជ័យកំពេចកំប៉ុកភាពលំបាកនិងភាពងាយស្រួលរបស់កិច្ចការតែងផ្ដល់លទ្ធផលពីរផ្សេងគ្នាមនុស្សពីរនាក់មានដៃពីរជើងពីរដូចគ្នាអាចខុសគ្នាបន្តិចបន្តួចតែជាទូទៅតែងប្រហាក់ប្រហែលគ្នាមនុស្សដែលរកតែការងារស្រួលគេទទួលផលបានតែបន្តិចបន្តួចចំណែកម្នាក់ទៀតខំធ្វើការដែលលំបាកហើយអ្វីដែលលំបាកនោះមិនសូវមានអ្នកណាគេធ្វើបាននោះទេទីបំផុតគេក៏បានជួបកំណត់ដែលគេខំជីកកោះកកាយគេក៏คล้ายទៅជាអ្នកមានស្ដុកស្ដំមនុស្សពីរនាក់ដើរចូលព្រៃដូចគ្នាម្នាក់ដើរចូលតែមួយផ្លេតក៏ចេញមកវិញក្នុងរយៈពេលដ៏តិចតួចនោះគេបានតែទំពាំងមួយបាច់តូចប៉ុណ្ណោះអ្នកដែលដើរបានតែបន្តិចហើយឈប់ត្រឹមនោះគេក៏បានតែទំពាំងមួយបាច់តូចនោះឯងសម្រាប់យកទៅផ្ទះចំណែកអ្នកដែលដើរចូលទៅក្នុងព្រៃជ្រៅដែលមនុស្សទូទៅគេទៅមិនដល់ទីនោះមានសេះសល់ទ្រព្យសម្បត្តិយ៉ាងច្រើនដែលមិនទាន់មានអ្នកណាយកបាននៅឡើយអ្នកតស៊ូនឹងការលំបាកគេនឹងទទួលបានរបស់ដ៏មានតម្លៃនោះអ្នកធ្វើការងារច្រើនតែងទទួលបានជោគជ័យជាងអ្នកធ្វើការងារតិចដាំបានច្រើនអ្នកនឹងបានផលច្រើនជោគជ័យធំតែងជួបនឹងឧបសគ្គជារឿងធម្មតាឧបសគ្គគឺជាកំណល់ជើងសម្រាប់ឲ្យយើងជន់ឈានដើរទៅមុខពេលឃើញថ្មភ្នំនៅពាំងពីមុខអ្នកទុនជ្រាយតែងរុញរាត្រឡប់ថយក្រោយតែចំពោះមនុស្សដែលរឹងប៉ឹងថ្មភ្នំគឺជាកម្មចិន្តាសម្រាប់គេឡើងទៅលើទីខ្ពស់
ទើបគេអាចទទួលបានជោគជ័យធំធេងនិងខ្ពង់ខ្ពស់បាន ជីវិតរបស់មនុស្សតែងតែមានចំណោទដែលត្រូវដោះស្រាយ ចំណោទកើតមានលើមនុស្សគ្រប់គ្នា តែបើយើងមិនព្រមចុះចាញ់ វាក៏មិនអាចរឹងជជែកជាមួយយើងបានដែរ បើដឹងថាឧបសគ្គតែងកើតមានលើមនុស្សគ្រប់គ្នាដូច្នេះហើយ តើចាំបាច់ត្រូវភ័យព្រួយឬភ្ញាក់ផ្អើលធ្វើអ្វី ខំតស៊ូយកឈ្នះលើវា ដើរកន្លងវាឲ្យផុត ផលដ៏គប់ប្រសើរនឹងធ្លាក់មកលើដៃអ្នកពិតជាប្រាកដ ការដោះស្រាយឧបសគ្គនឹងជួយឲ្យអ្នកកាន់តែមានបញ្ញាឆ្លៀសវៃ អ្វីផ្សេងអាចនឹងដើរមករកអ្នកដែលរងចាំ តែវត្ថុទាំងនោះគ្រាន់តែជាគំតិចគំទី ដែលសេសសល់ពីអ្នកដែលគេបានខិតខំស្វែងរកពីមុននោះឯង បើចង់ធ្វើតែកិច្ចការណាដែលងាយស្រួល អ្នកក៏មិនបានប្រយោជន៍អ្វីធំដុំដែរ Abraham Lincoln